បាទសួស្តីពុកម៉ែបងប្អូនបាទថ្ងៃនេះគឺជួបជាមួយខ្ញុំពីការជួសជុលបាទការជួសជុលប្រភេទដុំឆក់ប្រភេទទឹកប្រៃព្រោះនេះប្រភេទទឹកប្រៃទេពុកម៉ែបងប្អូនបាទវាអត់ខូចខាងហ្វេតនេះទេគឺដំណើរការធម្មតាប៉ុន្តែយើងដាក់ទឹកអត់បានបាទចុះទឹកទៅវាឆក់ត្រីទេបាទឆក់ត្រីអញ្ចឹងវាឲ្យងាយស្ដាប់គឺចុះទឹកទៅបាត់សម្លេងអញ្ចឹងពួកនេះវាប្រើខុសពីពពុះ BTA ពុកម៉ែបងប្អូនបាទវាប្រើវាមានតែកង់ដង់2របំលោះបាទនិង IGB ហើយនឹងប្រេគេហៅ driver IGB អញ្ចឹងវាខូច IGB ហើយនឹង driver វាគឺខូចអ៊ុយសេហើយចំណែកអ៊ុយសេខ្ញុំមានដូរបាទហើយចំណែក IGB គឺខ្ញុំកំងពីពេញមកបាទកំងពីពេញមកនេះបងប្អូនបាទ IGB របស់វាហើយវាខូចនឹងពុកម៉ែបងប្អូនខ្លះអត់ឆ្ងល់ថា RGB ហ្នឹងគេវាស់មិនបាទ RGB ហ្នឹងដូចតែហ្វែតទេពុកម៉ែបងប្អូនវាមានប្រភេទ N និងប្រភេទ P អញ្ចឹង RGB នេះគឺជា RGB ប្រភេទ N បាទជាប្រភេទ N ហើយយើងវាស់យើងនិយាយទៅជើងម៉ាស់និងជើងភ្លើងបាទដោយសារខ្ញុំមិនច្បាស់ខាងអក្សរមិនទៅចាំរឿងជើងតាំងដល់អក្សរជើងម៉ាស់និងជើងភ្លើងអញ្ចឹងកណ្ដាលជើងភ្លើងនេះជើងម៉ាស់យើងវាស់ទៅតែវាឆ្លងគ្នាអញ្ចឹងគឺវាខូចហើយពុកម៉ែបងប្អូនបាទត្រឡប់ទៅត្រឡប់មកហើយបើវាមិនខូចគឺវាមានកម្រិតអូមមានន័យថាដូចជាល្បាក់500ឬ400ជាងតាមប្រភេទ RGB RGB នឹងវាខុសពី FET ដោយសារ RGB នឹងបើតាមខ្ញុំមើល data set របស់វាមានជាប្រភេទ transistor នៅក្នុងហ្នឹងបាទតែកម្រិតនៃការវាស់ដូចរបៀបការវាស់គឺដូចគ្នាពុកម៉ែបងប្អូនបាទគឺដូចគ្នាដូចតើយើងវាស់ FET ដែរទេគឺវាស់តែជើងប៉ុណ្្នឹងទេបាទវាស់តែជើងប៉ុណ្្នឹងទេបើវាមានអូមល្បាក់ពី400ឬក៏500ប្រហែលហ្នឹងគឺវាអត់ខូចទេហើយពេលយើងត្រឡប់មកគឺវាអត់លឺសំឡេងអញ្ចឹងមានន័យថាវាលឺល្អតែនេះវាឆ្លងគឺវាខូចហើយបាទវាខូចហើយឆ្លៀតក្នុងឱកាសនេះបាទឆ្លើយនឹងសំណួររបស់បងនៅខាងព្រៃវែងមកក៏ឆាតមកតាម Telegram ធ្វើម៉េចកុំឲ្យបោះឆក់ស៊ីភ្លើងពេកណាពុកម៉ែបងប្អូនស៊ីភ្លើងពេកអញ្ចឹងកត្តាដែលស៊ីភ្លើងវាមានប្រមាណកត្តាដែរទី1ដូចជារោមជើងបេធំពេកបាទធំពេកជើងបេធំពេកពេលវាធំវាស៊ីភ្លើងបាទទី2គឺវ៉ុលចុះទឹកគឺខ្លាំងពេកបាទពុកម៉ែបងប្អូនមិនចង់ឲ្យស៊ីភ្លើងពុកម៉ែបងប្អូនអាចប្រើ380ទៅបាទខ្សែចុះទឹក380ជុំហើយនឹងខ្សែចុះទឹក5600បើសិនជាយើងធៀបគ្នាបងប្អូនបាទ5600នោះស៊ីភ្លើងជាងដោយសារអីនៅពេលដែលយើងចុះទឹកទៅវាដូចជាយើងយកទឹកជាគ្រឿងទទួលបាទហើយដងយើងគឺជាគ្រឿងផ្គត់ផ្គង់ដងគឺជាខ្សែចម្លងសម្រាប់ឲ្យទឹកបាទទឹកគឺជាគ្រឿងទទួលអញ្ចឹងពេលណាដែលវល់វាខ្លាំងមានន័យថាពេលវាតូចវល់កាន់តែខ្លាំងពេលកាន់តែតូចទៅពេលដែលវាគប់គ្នាគឺប្រឹងណាបងប្អូនវាប្រឹងអញ្ចឹងវាប្រឹងវាធ្វើឲ្យអាំប៉ែខាងវាទៅការអាំប៉ែហ្នឹងឡើងទៅពេលវាឡើងអាំប៉ែខាងក្នុងក៏ទៅឡើងអាំប៉ែខាងក្រោយកន្លែងទៀតក៏ត្រូវឡើងអញ្ចឹងវាធ្វើឲ្យស៊ីភ្លើងអញ្ចឹងបងប្អូនបាទមិនពិបាកទេបងប្អូនមិនចង់ឲ្យស៊ីភ្លើងគឺត្រូវបន្ថយចំនួនជុំដែលខ្សែចុះទឹកហ្នឹងគឺខ្លាំងជាងគេបំផុតហើយបាទឬក៏ប្រើរស័រ2អីកាត់ចោលមួយទៅវាឡើងស៊ីភ្លើងហើយបាទជាការល្អ380ជុំលាស់លេខលាស់ជើងបេលេខ7ឬក៏លេខ6ជាងអីហ្នឹងវាអត់សូវស៊ីទេបាទអត់សូវស៊ីទេបាទធៀបជាមួយនឹងយើងរុំប្រើ600ជុំតែការងាប់ត្រីគឺខុសគ្នាអញ្ចឹងពុកម៉ែបងប្អូនចង់បានមួយវាត្រូវតែបាត់បង់មួយអញ្ចឹងបាទมันអាចបានទាំងពីរទេអញ្ចឹងมันអាចបានទាំងពីរទេអញ្ចឹងអាស្រ័យទៅលើពុកម៉ែបងប្អូនជ្រើសរើសថាពុកម៉ែបងប្អូនយកមួយណាគឺថាយកមិនទៅពីភ្លើងហើយមិនទៅក្តៅពុកម៉ែបងប្អូនរុំ380ទៅតែពុកម៉ែបងប្អូនចង់ឲ្យងាប់ត្រីលឿនបាទពុកម៉ែបងប្អូនរុំឲ្យលើសហ្នឹងទៅតែវាក្តៅហើយក៏វាពីភ្លើងដែរបាទអរគុណ